ថោដែលអ្នកបានឃើញនេះគឺមានតម្លៃរហូតដល់ជាង$69 លានឯណោះក្នុងការលក់ដែងថ្លៃកាលពីឆ្នាំ2010ហើយត្រូវបានគេជឿថាជាថោបុរាណដែលបន្សល់ពីអធិរាជឈៀនឡុងនៅរាជវង្សឈីងពលគឺមានអាយុកាលជិត300ឆ្នាំមកហើយបើគិតទៅទល់ពេលនេះ And the third and last time tonight, ladies and gentlemen, it's £43 million sold. ថោបុរាណចិនតាំងពីសតវត្សទី18ត្រូវបានគេរកឃើញក្នុងពេលដែលគ្រួសារមួយរើសម្អាតផ្ទះនៅឯទីក្រុងឡុងប្រទេសអង់គ្លេសហើយត្រូវបានគេប្រកាសដាក់ឲ្យអង្រួនវេទិកាលក់ដែងថ្លៃបានសម្រេចក្នុងតម្លៃ$43 លានឬស្មើនឹង$69.2 លានអាមេរិកដែលពិធីដាក់លក់ដែងថ្លៃនេះបានធ្វើឡើងនៅក្នុងទីក្រុងឡុងផ្ទាល់តែម្ដងថោនេះមានកម្ពស់40 សង់ទីម៉ែត្រជាថោ0ពីប៉ុកសឡែននៃរាជការស្ដេចឈៀនឡុងបានប្រកាសដាក់លក់ដោយអ្នកជំនាញដែងថ្លៃលោក Peter Bainbridge កាលពីថ្ងៃទី11 ខែវិច្ឆិកាឆ្នាំ2010ហើយត្រូវបានគេដឹងថានៅក្នុងបន្ទប់ដែងថ្លៃមានមនុស្សកក់កុញហើយភាគច្រើនជាជនជាតិចិនពួកគេបានដំឡើងតម្លៃបន្តបន្ទល់គ្នាហើយជាចុងក្រោយថោបុរាណនេះត្រូវបានធ្លាក់ទៅលើដៃជនជាតិចិនផងដែរទោះជាការដាក់តម្លៃកាន់តែខ្ពស់កប់ពពកក៏ដោយក៏វានៅតែជារឿងដ៏ចាប់អារម្មណ៍បំផុតសម្រាប់ជនជាតិចិនដែលទាមទារទាល់តែបានក្នុងការនាំយកវត្ថុបុរាណទៅកាន់ទីផ្សាររបស់ប្រទេសពួកគេវិញដដែលអ្នកជំនាញដែងថ្លៃថោនេះបាននិយាយថាវាគឺជាថោដ៏ប្រណិតនិងសំខាន់បំផុតសម្រាប់ការលក់ដែងថ្លៃប្រចាំសតវត្សទី21នេះជាថោដែលរចនានិងផលិតឡើងដោយមានរូបរាងយ៉ាងស្រស់ស្អាតជាទីបំផុតស្រោបដោយទឹកថ្នាំពណ៌លឿងនិងពណ៌ខៀវហើយអាចឲ្យយើងមើលឃើញនៅសាច់ក្នុងរបស់ថោយ៉ាងច្បាស់ដោយសារមានក្បាច់រចនាប្រឡោះប្រហោងនៅតួខ្លួនថោនេះត្រូវបានគេចាត់ទុកថាជាវត្ថុសិល្បៈរបស់ចិនដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រនៃការដាក់លក់ដែងថ្លៃតើថោបុរាណនេះពិតជាបានធ្វើឲ្យក្រុមគ្រួសារដែលជាម្ចាស់វានេះបានក្លាយជាសេដ្ឋីប្រាក់លានក្នុងមួយប្រព្រឹត្តភ្នែកដែរឬយ៉ាងណាម្ចាស់ថោកានោះជាស្ត្រីវ័យប្រហែល70ឆ្នាំបានមកចូលរួមជាមួយនឹងកូនប្រុសស្រីពីរនាក់របស់គាត់នៅក្នុងបន្ទប់ដាក់ដែងថ្លៃនោះដែរហើយបានសូមឲ្យអ្នកសារព័ត៌មានលាក់អត្តសញ្ញាណរបស់គាត់ធ្លាប់មានគេនិយាយថាស្រីនិងកូនរបស់គាត់ស្ទើរមិនគួរឲ្យជឿនៅអ្វីដែលពួកគាត់បានឃើញក្នុងពេលដាក់ដែងថ្លៃនោះទេប៉ុន្តែបន្ទាប់ពីញញួរបានគោះបញ្ចប់ការដែងថ្លៃក្នុងតម្លៃ$43 លានបន្ទាប់ពីចំណាយពេលអស់ជាង30នាទីរហូតធ្វើឲ្យស្ត្រីជាម្ចាស់មានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តរហូតដល់ស្ទើរសន្លប់ហើយគាត់និងកូនក៏ត្រូវបង្ខំចិត្តដើរចេញពីបន្ទប់ដែងថ្លៃមកខាងក្រៅដើម្បីសម្រួលអារម្មណ៍ទៀតផងហើយម្យ៉ាងទៀតពួកគាត់មិនចង់បង្ហាញមុខនៅតាមសារព័ត៌មាននោះទេតាមពិតទៅថោដែលមានចម្លាក់រូបក្បាច់ត្រីក្នុងការដាក់លក់ដែងថ្លៃនេះគេរំពឹងឲ្យមានតម្លៃថ្លៃបំផុតត្រឹមតែចន្លោះពី$800,000ទៅ$1,200,000ប៉ុណ្ណោះប៉ុន្តែដោយសារមានការចូលរួមពីជនជាតិចិនដែលជាម្ចាស់ដើមចំនួនថ្មីក៏បានធ្វើឲ្យពួកគេមានចិត្តចង់បានវត្ថុបុរាណរបស់ខ្សែរាជវង្សពីអតីតកាលរបស់ពួកគេត្រឡប់ទៅវិញទើបធ្វើឲ្យតម្លៃហក់ឡើងខ្ពស់លើសការរំពឹងទុកដោយមេឃនឹងដីបន្ទាប់ពីការលក់ដែងថ្លៃបានបញ្ចប់ហេតុការណ៍នេះក៏បានបែកធ្លាយនឹងសាយភាយរហូតដល់សារព័ត៌មាននៅទូទាំងពិភពលោកបានមកសុំវត្តសម្ភាសន៍ដោយទឹកបាក់ទំនប់ថោដ៏ថ្លៃមហិមានេះត្រូវបានផលិតក្នុងសម័យកាលនៃស្ដេចឈៀនឡុងដែលជាសម័យកាលដែលប្រទេសចិនឈានដល់ចំណុចកំពូលនៃវិស័យផលិតរបស់របរសិល្បៈអធិរាជដែលគ្រប់គ្រងនគរចាប់ពីឆ្នាំ1736ដល់1795គឺជាក្សត្រមួយអង្គដែលស្រឡាញ់ខាងផ្នែកសិល្បៈខ្លាំងបំផុតដោយផ្អែកទៅលើត្រារបស់ព្រះចៅអធិរាជថោនេះត្រូវបានគេជឿថាបានផលិតក្នុងចន្លោះទសវត្សរ៍ឆ្នាំ1740គ្មានអ្នកណាអាចដឹងទេថាវត្ថុបុរាណចិននេះបានរំកិលខ្លួនមកដល់ដៃរបស់ជនជាតិអង់គ្លេសដោយរបៀបណាវាគឺជាអាថ៌កំបាំងដែលគ្មានអ្នកដឹងនិងគ្មានអ្នកបកស្រាយគេគ្រាន់តែដឹងថាថោនេះត្រូវបានផលិតក្នុងឆ្នាំ1740និងបានដុតដោយប្រើឡរបស់ព្រះរាជវង្សផ្ទាល់ហើយក៏បានរក្សាទុកនៅក្នុងរាជវាំងរបស់ក្សត្រចិននាសម័យនោះផងដែរតែចុងក្រោយបែរជាប្រទះឃើញនៅក្នុងផ្ទះទៀមមួយរបស់ជនជាតិអង់គ្លេសក្នុងទីក្រុងឡុងទៅវិញដែលផ្ទះនោះជាកេរមរតកបន្សល់ពីការស្លាប់របស់ឪពុកម្ដាយពួកគាត់ក៏ប៉ុន្តែកាលពីថ្ងៃទី17 ខែមករាឆ្នាំ2013ការផ្សាយរបស់សារព័ត៌មាន Independence របស់ចក្រភពអង់គ្លេសបាននិយាយថាថោនេះត្រូវបានគេលួចពីរាជវាំងចិនក្នុងពេលដែលការលបឆ្មក់ចូលវាយប្រហារពីក្រុមជនជាតិអង់គ្លេសនិងជនជាតិបារាំងក្នុងឆ្នាំ1860សូមបញ្ជាក់ផងដែរថាមុនមួយខែនៃការរកឃើញថោតម្លៃ$69 លាននេះកំណត់ត្រាវត្ថុបុរាណចិនតម្លៃថ្លៃបំផុតដែលផលិតពីប៉ុកសាឡានដូចគ្នានោះគឺជាថោនៃរាជវង្សឈីងដែលលក់ចេញដោយក្រុមហ៊ុន Sotheby's របស់ចក្រភពអង់គ្លេសប្រចាំក្រុងហុងកុងនោះគឺមានតម្លៃត្រឹមតែ$20 លានប៉ុណ្ណោះនៅថ្ងៃទី13 ខែមេសាឆ្នាំ2012មានព័ត៌មានមួយដែលចេញផ្សាយដោយសារព័ត៌មាន The Standard របស់អង់គ្លេសបានធ្វើឲ្យគ្រប់គ្នាមានការហួសចិត្តការផ្សាយនោះបានបកអាក្រាតថា
អ្នកជំនាញវិយតម្លៃវត្ថុបុរាណដែលធ្វើការនៅស្ថាប័ន BBC បាននិយាយថាថូដែលដេញថ្លៃលោកបានជាង50លានផោនកាលពីឆ្នាំ2010នោះគឺជាថូคล้ายៗអ្នកជំនាញដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាម្ចាស់ដែលមេថូនោះធ្លាប់បានយកវាទៅចូលរួមបង្ហាញក្នុងកម្មវិធីមួយរបស់ប៉ុស្តិ៍ BBC ដែលមានឈ្មោះថា Going for a Song កាលពី40ឆ្នាំមុនអញ្ចឹងបើគិតមកដល់ពេលបច្ចុប្បន្ននេះវាមានរយៈពេលជាង50ឆ្នាំទៅហើយដោយអ្នកជំនាញដឹកនាំកម្មវិធីនោះនិយាយថាជាថូផ្កាคล้ายៗផលិតឡើងបានយ៉ាងល្អបំផុតដូចរបស់ពិតអញ្ចឹងតើអ្វីទៅជាកម្មវិធី Going for a Song តើពាក្យថា Go for a Song មានន័យដូចម្ដេចកម្មវិធី Going for a Song របស់លោក Mark Robertson និងលោក Arthur Negus នៃទូរទស្សន៍ BBC ជាកម្មវិធី show មួយដែលអនុញ្ញាតឲ្យសាធារណជនអាចនាំយកវត្ថុបុរាណផ្សេងៗមកកាន់វេទិការបស់ពួកគាត់ដើម្បីធ្វើការដាក់តម្លៃហើយកម្មវិធីនេះបានដំណើរអស់រយៈពេល12ឆ្នាំគឺចាប់ពីថ្ងៃទី6តុលាឆ្នាំ1965រហូតដល់ថ្ងៃទី16តុលាឆ្នាំ1977ឃ្លាថា Go for a Song នៅក្នុងភាសាអង់គ្លេសគឺមានន័យថារបស់ដែលបានលក់ចេញឬបានទិញក្នុងតម្លៃទាបបំផុតដូចនេះមានន័យថាអ្នកដែលយកវត្ថុបុរាណទាំងអស់មកចូលរួមក្នុងកម្មវិធី Going for a Song របស់ទូរទស្សន៍ BBC នឹងទទួលបានការដាក់តម្លៃដោយអ្នកជំនាញផ្នែកវត្ថុបុរាណលោក Mark Robertson និងលោក Arthur Negus ដោយផ្ទាល់តែម្ដងដោយការដាក់តម្លៃគឺព្យាយាមយ៉ាងណាឲ្យវត្ថុបុរាណនោះមានតម្លៃទាបបំផុតតាមដែលអាចធ្វើទៅបានដោយផ្អែកទៅលើអាយុកាលនិងគុណតម្លៃរបស់វត្ថុនោះសូមបញ្ជាក់បន្ថែមទៀតថាប្រហែលក្នុងឆ្នាំ1970ម្ចាស់ថូនេះបានយកវាទៅចូលរួមក្នុងកម្មវិធី Going for a Song របស់ BBC One ហើយគេជឿថាលោក Arthur Negus បានសន្និដ្ឋានថាវាជាថូคล้ายៗហើយពីខែមុនការដាក់លក់ដេញថ្លៃថូនេះត្រូវបានគេដាក់តម្លៃឲ្យត្រឹមតែជាង800ផោនឬស្មើនឹង$1000តែប៉ុណ្ណោះអ្នកជួញដូរវត្ថុបុរាណលោក John Barwell នៅទីក្រុងឡុងក៏បាននិយាយថាប្រហែលជាពួកគេបានលុបចោលកិច្ចព្រមព្រៀងនេះហើយខ្ញុំជឿជាក់ថាវាគឺជាថូបុរាណពិតប្រាកដ 100%ចំនួនរវាងអ្នកទិញនិងវេទិកាដេញថ្លៃ Bainbridge ដែលអូសបន្លាយអស់រយៈពេល1ឆ្នាំដែលហេតុការណ៍ដែលអ្នកទិញជាជនជាតិចិនបានរំលោភលើកិច្ចព្រមព្រៀងការលក់ដេញថ្លៃឬបដិសេធមិនបង់ថ្លៃដែលពួកគេបានដេញថ្លៃនោះបានជំរុញឲ្យអ្នកដេញថ្លៃទទួលសុំប្រាក់កក់ពីអ្នកទិញដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់នោះបើតាមការលើកឡើងរបស់អ្នកជំនាញជួញដូរវត្ថុបុរាណជាទូទៅរាល់ការដេញថ្លៃនីមួយៗដែលរៀបចំដោយស្ថាប័នកម្រិតអន្តរជាតិអ្នកឈ្នះត្រូវកក់ប្រាក់យ៉ាងហោចណាស់ 15% ដើម្បីទទួលបានវត្ថុហើយនៅក្នុងក្រដាសវិក័យប័ត្រក៏បានបញ្ជាក់ដែរថាអ្នកទិញមានរយៈពេល3ខែក្នុងការទូទាត់លុយបង្គ្រប់បើក្នុងករណីអ្នកទិញមិនបានធ្វើតាមលក្ខខណ្ឌទេនោះអ្នកដេញថ្លៃអាចដកហូតវត្ថុនោះមកវិញហើយសម្រាប់ប្រាក់កក់នឹងក្លាយជារបស់អ្នកដេញថ្លៃនិងម្ចាស់វត្ថុដោយស្វ័យប្រវត្តិប៉ុន្តែសម្រាប់ថូរាជការឈិនឡុងអាយុកាលជិត300ឆ្នាំនេះយើងមិនដឹងថាអ្នកដេញថ្លៃបានដាក់លក្ខខណ្ឌទូទាត់លុយបែបណានោះទេព្រោះថាវេទិកាដេញថ្លៃ Bainbridge ត្រឹមជាស្ថាប័នខ្នាតតូចប៉ុណ្ណោះឬអាចជាវេទិកាលក្ខណៈគ្រួសារក៏ថាបានក្រោយមកក្នុងពាក់កណ្ដាលខែមករាឆ្នាំ2013មានព័ត៌មានបែកធ្លាយមួយពីអ្នកជំនាញវត្ថុបុរាណនៅអង់គ្លេសបាននិយាយថាថូនេះបានលក់ចេញហើយកាលពីឆ្នាំ2012ដោយអ្នកលក់និងអ្នកទិញចរចាគ្នាជាលក្ខណៈឯកជនប៉ុន្តែក្នុងតម្លៃត្រឹមតែជាង$32 លានអាមេរិកប៉ុណ្ណោះទោះបីតម្លៃថូនៅរាជវង្សឈិងនេះបានធ្លាក់ចុះច្រើនបើធៀបនឹងការដេញថ្លៃតែវានៅតែជាតម្លៃដែលថ្លៃជាងគេដដែលក្នុងប្រវត្តិសាស្ត្រវត្ថុសិល្បៈបុរាណចិនប្រភេទប៉ុកសឡែននេះហើយក៏លើសពីអ្វីដែលគេរំពឹងទុកតាំងពីមុនដាក់ឲ្យដេញថ្លៃដែរលើសពីនេះអ្នកជំនាញជាច្រើននៅតែគិតថាតម្លៃខ្ទង់$32 លាននេះជាតម្លៃដ៏ស័ក្តិសមបំផុតព្រោះថាការដាក់លក់ដេញថ្លៃកាលពីខែវិច្ឆិកាឆ្នាំ2010ដែលតម្លៃហក់ឡើងទៅដល់$69.2 លានដែលមិនទាន់បូកបញ្ចូលតម្លៃបង់ពន្ធ 20% ផងនោះអញ្ចឹងបានន័យថាវាមានតម្លៃរហូតដល់$83 លានឯណោះវាដូចជាខ្ពស់ពេកហើយនិងពិបាកទទួលយកណាស់សម្រាប់អ្នកទិញខ្ញុំសូមលើកយកហេតុផលដ៏សំខាន់មួយដែលអាចឲ្យថូនេះមានគេដេញថ្លៃរហូតដល់ជាង$80 លានព្រោះដោយសារពេលនោះការដាក់ដេញថ្លៃគឺចំពេលនៅព្រឹត្តិការណ៍ Asian Art Week ឬសប្តាហ៍នៃវត្ថុសិល្បៈរបស់អាស៊ីហើយអ្នកជួញដូរវត្ថុបុរាណនិងអ្នកចំនួនធំៗជាច្រើនបានប្រមូលផ្ដុំគ្នានៅទីក្រុងឡុងដើម្បីទស្សនានិងដេញថ្លៃជាពិសេសគឺសម្បូរទៅដោយជនជាតិចិនដោយសារតែមានអ្នកចូលរួមច្រើនវាហាក់ដូចជាពួកគេដណ្ដើមគ្នាទិញយកថូនោះទើបធ្វើឲ្យតម្លៃថូនេះហក់ឡើងខ្ពស់កប់ពពកសូមបញ្ជាក់ផងដែរថាមិនមែនមានតែថូបុរាណចិនមួយនេះទេដែលមានតម្លៃថ្លៃកប់ពពកតែនៅមានថូបុរាណជាច្រើនទៀតមានតម្លៃមិនអន់ជាងថូនេះប៉ុន្មានទេបើគិតត្រឹមដើមឆ្នាំ2023ថូបុរាណពីប្រទេសចិននៅមានតម្លៃថ្លៃជាងគេគឺជាថូដែលបានរៀបរាប់ខាងលើនេះគឺតម្លៃបានហក់ដល់$44.53 លាននិងកំពុងដេញប្រគាកពីក្រោយដោយថូក្បាច់ហង្សភ្លើងអាយុកាលស្មើគ្នាដែរដែលមានតម្លៃ$43.56 លានថូទាំងពីរនេះផលិតក្នុងរាជសម័យចៅអាធ្រាត្រឈិនឡុងដូចគ្នា